ចាប់ផ្ដើមហើយបងប្អូនចាប់ផ្ដើមព្រោះស្រូវដើមរដូវវស្សាយើងសម្រាប់ចាត់ជ្រើសរើសយកការធ្វើស្រូវកុងត្រាគឺប្រភេទស្រូវ ER 2645ហ្នឹងហើយដោយសារស្រូវនេះយើងមានទីផ្សារយើងបានធ្វើកិច្ចសន្យាជាមួយអ្នកទិញហើយយើងបានយកពូជពីគេមកហើយយើងធ្វើបានយើងលក់ទៅឲ្យគេវិញក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមបាទហ្នឹងហើយអញ្ចឹងយើងមិនធ្វើស្រូវបែបបថុយបឋានស្រូវប្រភេទស្រូវដែលមិនមានអ្នកទិញច្បាស់លាស់មិនមានការកំណត់តម្លៃច្បាស់លាស់គឺយើងអត់ធ្វើទេបាទយើងរៀងហើយហ្នឹងហើយយើងល្មមអាចរៀនសូត្របានហើយយើងធ្វើស្រូវដែលច្រូតហើយមានឡានចាំយកមានតម្លៃច្បាស់លាស់អញ្ចឹងវាជាជាងដែលយើងធ្វើស្រូវហើយស្រូវទុំមិនហ៊ានច្រូតដើររកឈ្មួញសិនស៊ូឈ្មួញមួយនេះទិញអត់មួយនោះទិញអត់អញ្ចឹងវាធ្វើឲ្យឈ្មួញគេមានឱកាសក្នុងការកឡុកទម្លាក់តម្លៃស្រូវរបស់យើងប៉ុន្តែបើយើងមុននឹងធ្វើយើងជជែកគ្នាសិនយើងធ្វើកិច្ចសន្យាជាមួយគេច្បាស់លាស់យើងមិនពិបាកភ័យខ្លាចគេកឡុកតម្លៃយើងទម្លាក់តម្លៃយើងទេបងប្អូនហ្នឹងហើយយើងល្មមដឹងហើយច្រើនឆ្នាំហើយច្រើនសតវត្សមកហើយបើនិយាយឲ្យមែនតើទៅយើងមានមេរៀនច្រើនឆ្នាំហើយដូច្នេះយើងល្មមដល់ពេលធ្វើការផ្លាស់ប្ដូរហើយបងប្អូនយើងឈប់ទៅរបៀបធ្វើស្រូវធ្វើកសិផលអីដែលធ្វើឲ្យរងចាំទីផ្សារមករកយើងអានោះហើយវាជាឱកាសនៃឈ្មួញកដាលឲ្យគេទម្លាក់តម្លៃយើងហើយយើងកុំទៅស្រែករកទេវតាណាឲ្យជួយអីយើងត្រូវចេះជួយខ្លួនយើងច្រើនឆ្នាំច្រើនមកហើយដែលយើងធ្វើស្រែមិនថាតែស្រែទេបងប្អូនស្អីដល់កសិផលយើងឲ្យតែធ្វើបានគឺធ្លាក់ថ្លៃដោយសារអីដោយសារតែយើងខ្លួនឯងហ្នឹងហើយយើងអត់បានរៀនសូត្រពីបទពិសោធន៍ឥឡូវយើងល្មមដល់ពេលផ្លាស់ប្ដូរហើយយើងរកទីផ្សារសិនធ្វើកិច្ចសន្យាមួយអ្នកទិញសិនគេទិញអីយើងយកពូជគេមកធ្វើមកណាគេទិញបែបម៉េចយើងសុំបច្ចេកទេសគេមកយើងមានកម្លាំងមានដីយើងធ្វើឲ្យបានឲ្យគេណាបាទចំណេញទាំងអស់គ្នាហ្នឹងហើយដីយើងអំណោយផលដីយើងច្រើនណាស់ដីកសិកម្មយើងច្រើនមែនទែនហើយយើងមិនគួរណាទុកចោលឲ្យនាំគ្នាទៅធ្វើការស្រុកគេទេដីស្រុកយើងមានច្រើនយើងនាំគ្នាធ្វើកសិផលយើងកសិកម្មស្រុកយើងទៅហើយទីផ្សារយើងធ្វើដោយខ្លួនឯងធ្វើទីផ្សារខ្លួនឯងណាយើងស្ដាប់គេខ្លះទៅកុំជំនះមានះពេកឥឡូវនេះខាងរដ្ឋាភិបាលក៏បង្កើតសហគមន៍កសិកម្មទំនើបបានច្រើនដែរយើងសិក្សាស្វែងយល់ណាចូលរួមទាំងអស់គ្នាទៅបើយើងមិនចូលរួមក្នុងសហគមន៍កសិកម្មទំនើបទេយើងរកទីផ្សារដោយខ្លួនឯងទៅយើងបង្កើតជាសហគមន៍តូចរកទីផ្សារដោយខ្លួនឯងទៅអញ្ចឹងណាហ្នឹងហើយកុំធ្វើបែបហេងស៊យបងប្អូនឈប់ទៅការធ្វើកសិកម្មបែបហេងស៊យណាឲ្យផ្ដល់ឱកាសឲ្យឈ្មួញកដាលកឡុកតម្លៃទីផ្សារយើងទម្លាក់តម្លៃកសិផលរបស់យើងស្រូវប្រភេទអីក៏ដោយដំណាំប្រភេទអីក៏ដោយបងប្អូនឲ្យតែមានអ្នកទិញយើងរកអ្នកទិញឲ្យបានសិនចាំធ្វើណារកអ្នកទិញឲ្យបានចាំធ្វើកុំចេះតែហេហកតាមគេណាកុំតាមគេយើងប្រម៉ែប្រមូលគ្នាយើងអ្នកដែលចិត្តដូចគ្នាធ្វើទៅណា4 5នាក់10នាក់អីហ្នឹងយើងធ្វើជាក្រុមមកហើយយើងធ្វើកិច្ចសន្យាមួយអ្នកទិញមកណាយើងធ្វើបានហើយ